អាកពើមានដំណឹងរបស់លីជាយៈទេខ្ញុំឲ្យបងប្អូនតាមរកហើយសន្តានថាលីជាយៈវាពិតជាបាត់ខ្លួនមែនហ្នឹងលើកចុងក្រោយដែលគេបង្ហាញខ្លួននោះនៅក្បែរភ្នំឆ្មារាត្រីតាមពីនោះមកក៏បាត់ដំណឹងទៅទីក្រុងនេះធំណាស់តាមរកមនុស្សគេពិតជាមិនងាយនោះទេខ្ញុំឲ្យគេតាមរកដែរពិសេសកន្លែងពួកជនអនាថាជួបជុំគ្នានឹងមហាបរោះលក់ខ្លួនតែគ្មានដំណឹងទេសូម្បីមនុស្សស្រីដែលធ្លាប់តាក់ទងពួកគេក៏គ្មានដំណឹងដែរមិនដឹងថាទៅណាទេមនុស្សដូចជាលីជាយាងបើសិនជាតល់ច្រងគឺប្រកាសជាទៅពឹងលើស្រីស្រីទាំងអស់នោះទៅអំបោះស្រីស្រីទាំងនោះឲ្យជួយគេតែបើសិនជាគេអត់ទៅទេបានន័យថាគេបាត់ខ្លួនឬមួយក៏គេនៅមានតាមផ្លូវផ្សេងទៀតបើមិនដូច្នោះទេគេនឹងមានគ្រោះថ្នាក់ណាលោកនិយាយត្រូវមែនខ្ញុំក៏បារម្ភពីរឿងនេះដែរបើសិនជាថាជាយៈត្រូវចាំចម្រិតនោះអញ្ចឹងហ្វូសិនហើយមុខយ៉ងស៊ីក៏ប្រហែលជាតែមនុស្សមួយក្រុមទីចាប់ខ្លួនពួកគេអាកពើបងប្អូនរបស់ឯងទុកចិត្តបានដែរទេហ្នឹងពួកគេសុទ្ធតែជាមិត្តរបស់ខ្ញុំគួរឲ្យទុកចិត្តបានណាមុខយ៉ងស៊ីជាមួយនឹងហ្វូសិនគឺបាត់ខ្លួនរបៀបណាមុខយ៉ងស៊ីនិងហ្វូសិនក្រោយពីទីម្លែចូលក្នុងហាងលក់ភេសជ្ជៈហ្វូសិនគេស្លាប់នៅក្នុងហាងលក់ភេសជ្ជៈក្រោយមកបញ្ជូនទៅពេទ្យក៏ប៉ុន្តែពួកយើងទៅស្រាវជ្រាវដល់មន្ទីរពេទ្យដែរតែគ្មានមន្ទីរពេទ្យណាទទួលអ្នកជំងឺឈ្មោះហ្វូសិននោះទេអញ្ចឹងហាងភេសជ្ជៈមានបញ្ហាទេដឹងមែនហើយហាងនោះក៏បិទទ្វារទៅហើយខ្ញុំក៏បានសួរអ្នកជិតខាងដែរយ៉ាងម៉េចដែរគ្មានអ្នកណាដឹងពីប្រវត្តិរបស់ហាងភេសជ្ជៈនោះទេណាពួកគេគ្រាន់តែដឹងថាហាងភេសជ្ជៈនោះទើបតែលក់កន្លះខែប៉ុណ្ណោះលីជាយៈហើយនឹងហ្វូសិននិងមុខយ៉ងស៊ីគឺបាត់ខ្លួនគឺមិនមែនធម្មតាទេក្នុងនេះគឺប្រកាសជាមានអបាយកលហើយហ្វូសិនមុខយ៉ងស៊ីហ្វូសិនណាមុខយ៉ងហេតុអីបានពួកឯងមកទីនេះទីនេះកន្លែងណានោះទីនេះជាកន្លែងណាជប់ក៏មិនដឹងដែរឲ្យពួកគេចាប់ខ្លួនមួយខែទៅហើយគឺមិនដែលបានឃើញអ្នកណាគេទេគឺឋាននរោទៀតដឹងអីឋាននរោក្បាលគោក្បាលសេះចាប់ខ្លួនពួកយើងមកទីនេះតើមែនទេគេថាឋាននរោមានផ្ទះខ្លាញ់ដ៏ធំនឹងភ្នំកំបិតសមុទ្រភ្លើងណាហេអាណាកូនខ្មោចហើយទីនេះមិនឋាននរោនោះទេណែឋាននរោនោះគឺមានទូរទស្សន៍មកពីណាឯងឃើញទេហ៎ទីនេះជាកន្លែងគុកធំអីពួកយើងត្រូវគេដាក់គុកទៅហើយណូទីនេះជាកន្លែងណាយើងក៏មិនដឹងដែរតែបើមិនមែនគុកក៏មិនខុសពីគុកប្រហែលដែរគេយកយើងមកដាក់ទណ្ឌកម្មទេដឹងអីបានជាអញ្ចឹងទៅវិញណយើងនៅទីនេះយូរហើយគ្មាននរណាគេដាក់ទណ្ឌកម្មទេហើយមានស៊ីមានផឹកថែមទៀតផងណាមានស៊ីមានផឹកពីប្រហែលជាបងស្រីរៀបចំកន្លែងផ្សេងឲ្យយើងទីដឹងអីធ្វើត្បិតហ្វងតាំងតែចំពោះពួកយើងតែក៏មិនមែនធ្វើបាបពួកយើងនោះដែរណាប្រកាសជាមានមនុស្សផ្សេងគេចង់ធ្វើបាបពួកយើងជាមិនខាននោះទេបើសិនជាមានមនុស្សផ្សេងចាប់ពួកយើងមកទីនេះតើពួកគេចង់បានអីខ្លះពីពួកយើងទៅពួកយើងគ្មានសក់អីទេណាមែនណាយើងមិនត្រឹមតែមានស៊ីមានផឹកទេមើលចោះគេបូមយកឈាមរបស់យើងទៀតផងណាឃើញទេបូមឈាមហត់អីទៅលោកយានេះជារបាយការណ៍ពិនិត្យក្រៅពីកោសិកាមួយចំនួនដែលយើងស្រាវជ្រាវមិនទាន់ដឹងតាំងពីឆ្អឹងតាំងពីសក់គល់សក់និងឈាមគឺគ្មានខុសពីមនុស្សធម្មតានោះទេលីហ្វាំងគេពិតជាព្រះរាជាមិនខ្វល់ថាគេនៅណាក៏ដោយឲ្យទៅនាំលីហ្វាំងមកដល់ទីនេះជាការស្រេចទៅហើយណាអត់ទេកុំមកវាយស្មៅបង្កើតពោះអីលីហ្វាំងនោះគឺខុសពីអ្នកទាំងនេះធ្វើត្បិតតែគេអត់មានញាតិសន្តានប៉ុន្តែគេមានឈ្មោះក្នុងបញ្ជីសមត្ថកិច្ចក្រោយពីរឿងផ្សារហ៊ុនកើតឡើងសមត្ថកិច្ចក៏មានការតាមដានសកម្មភាពរបស់គេម្យ៉ាងទៀតលីហ្វាំងគឺជាមនុស្សដែលល្បីឈ្មោះបើសិនជាមានបដិហេតុនៃការឡើងប៉ូលីសស្រាវជ្រាវឃើញវិញនោះគឺធ្វើឲ្យយើងពិបាកនេះជាការពិតហើយ
ហើយដូច្នេះហើយយើងត្រូវតែធ្វើអ្វីប្រចាំប្រចែងកុំប្រាប់ទៅអ្នកខាងក្រៅមួយម៉ាត់ឲ្យសោះមនុស្សដូចជាលីហ្វាងគឺប្រកាសជាមានប្រាជ្ញាលើសគេធ្វើអ្វីក៏ប្រចាំប្រចែងដែរមិនដូចជាពួកគេទាំងពីរ3នាក់នេះទេណាអញ្ជើញគេចូលរួមការងាររបស់យើងប៉ុន្តែគេគឺនៅតែមិនទាន់ឆ្លើយតបនឹងយើងហើយនេះហើយវិធីសាស្ត្ររបស់យើងគឺត្រូវតែផ្លាស់ប្ដូរបាទលីឈៀងលោកបណ្ឌិតថ្ងៃនេះពួកយើងរៀបចំពិធីបុណ្យកំណើតជនលោកនៅហាងបារាំងរួចហើយសុំទោសណាថ្ងៃនេះខ្ញុំមិនអាចចូលរួមបានទេតែពួកខ្ញុំរៀបចំរួចហើយហេតុអីបានជាលោកបញ្ចូលរួមថ្ងៃនេះសៀវហ្វុងគេនៅជាមួយនឹងខ្ញុំដែរតាអញ្ចឹងខ្ញុំមិនរំខានពួកលោកទេលោកទៅចាស់អញ្ចឹងសប្បាយចិត្តចាស់សូមអរគុណបងប្អូនហើយសូមទោសពួកគាត់ផងណាមិនអីទេលោកទៅចាស់អញ្ចឹងសប្បាយចិត្តណារីករាយថ្ងៃបុណ្យកំណើតចាប់លើចាប់លើបងនៅស្ងៀមបងទ្រាំតែទៅទ្រាំតែសៀវហ្វុងអរគុណហើយសៀវហ្វុងមកនេះមកមើលនំបុណ្យកំណើតដែលខ្ញុំរៀបចំឲ្យបងស្អាតណាស់សៀវហ្វុងនេះជាកាដូល្អបំផុតដែលបងបានទទួលពីអូនហើយណាតែមិនដឹងរសជាតិយ៉ាងណា
បើបងចូលចិត្តខ្ញុំរាល់ឆ្នាំនឹងចំអិនជូនបង អរគុណហើយស៊ីហ្វុងឆ្មាស់នេះណាមកហ្នឹងបងទៅមើលមើលបងជានេះចូលមកស៊ីហ្វុងជានេះមកហើយវ៉ានំស្អាតណាស់សួស្ដីបងស៊ីហ្វុងសួស្ដីបងជីមកនេះមកមើលខ្ញុំយកកាដូអីមកជូនបងនាងយកកាដូអីមកបងជីរាល់ឆ្នាំបនកំណើតបងខ្ញុំនៅកំដរបងឆ្នាំនេះក៏ដូចមុនដែរបងជីបងមើលកាដូខ្ញុំយកមកជូនបងបងជីបងមើលបងជីបងមើលចានេះជារូបថតដែលយើងទាំងពីរនាក់ថតជាមួយគ្នាតាំងពីតូចកាលនោះខ្ញុំនៅតូចមិនដឹងអីបងចេះតែចាប់ដៃខ្ញុំខ្លាចខ្ញុំដួលក្នុងនេះមានរូបថតដែលបងថតស្រាទៀតផងជានេះអរគុណកាដូរបស់ឯងបងសប្បាយចិត្តណាបងជីអញ្ចឹងខ្ញុំកំដរបងស៊ីហ្វុងញ៉ាំមួយកែវស្រាណែណាខ្ញុំទៅយកខ្លួនឯងជានេះបងស៊ីហ្វុងសុំជេងអាឡូមកជានេះមែនហើយខ្ញុំគឺហ្វុងថាមីបានខ្ញុំតែឥឡូវនេះស៊ីហ្វុងមានអីមានតែកាលឡើងលីហ្វានគ្រោះថ្នាក់ចរាចរណ៍ខ្ញុំតែមន្ទីរពេទ្យស៊ីហ្វុងស៊ីហ្វុងម៉ាខ្ញុំផឹកកំដរបងសុំជេងលីហ្វានលោកយ៉ាងម៉េចហ្នឹងហ្វុងខ្ញុំមិនអីទេរបួសកន្លែងណារបួសត្រង់ចង្កេងលោកបាក់ឡានតែងតែប្រយ័ត្នប្រយែងហេតុអីក៏មានឧបទ្ទហេតុកើតឡើងខ្ញុំមិនអីទេតែនាងវិញណាយប់ស្មាននេះឲ្យមកធ្វើអីទៀតអាកពើទូរស័ព្ទមកខ្ញុំក៏មកភ្លាមខ្ញុំភ័យសឹងស្លាប់ទៅហើយខ្ញុំគឺបិសាចពាន់ឆ្នាំមានរឿងអីស្លាប់ងាយនោះភ័យកុំនិយាយតែផ្ដេសហ្វុងឲ្យតែខ្ញុំមានរឿងម្ដងណានាងតែងតែមកយ៉ាងរស់រានឲ្យតែមានរឿងអីកើតឡើងនាងមកជួយខ្ញុំហើយនាងតែងតែថាមិនស្រឡាញ់ខ្ញុំទេមែនទេហេតុអីបានជានាងមិនព្រមសារភាពអ្នកណាតែខ្វល់រឿងលោកកុំយល់ច្រឡំឲ្យសោះខ្ញុំនឹងថានាងមិនព្រមសារភាពទេពេលនេះទៅហើយនៅមាត់រឹងទីអូ
លោកចុកកន្លែងណាឲ្យខ្ញុំមើលចុកចកាលោកក៏សៀវចាយយីពួកសៀវចាយយីចង់មកមើលលោកនៅក្នុងពីកុំឲ្យពួកគេមកអីយប់ជ្រៅហើយណាម្យ៉ាងទៀតស្អែកឡើងខ្ញុំត្រឡប់ទៅវិញហើយលីហ្វាំងថាមិនអីទេពួកអញកុំបារម្ភថ្ងៃស្អែកគាត់តែវិញហើយប្រាំពួកគេចាក់សោទ្វារមនុស្សផ្លែកកុំឲ្យចូលផ្ទះឲ្យសោះចាក់សោឲ្យស្រួលបួលនេះម្យ៉ាងទៀតកុំទៅណាឲ្យសោះឬទេលីហ្វាំងឲ្យប្រាំពួកអញកុំចេញទៅខាងក្រៅឲ្យសោះបើសិនជាចង់ទៅណាត្រូវតែមានគ្នាទៅជាមួយលោកអញនេះយ៉ាងម៉េចនឹងរអ៊ូរទាំមានអីកាត់ឡើងនេះអត់អីទេលោកយាអាខ្យាដំរីយ៉ាងម៉េចហ្នឹងលីហ្វាំងថាម៉េចឯងវាយជាមួយលីហ្វាំងលីហ្វាំងពិតជាពូកែខ្ញុំទប់ទល់មិនបានទេយើងឲ្យឯងតាមដានគេបានហើយមិនបានជាឯងវាយជាមួយនឹងគេលោកយាខ្ញុំណែបាននិយាយច្រើនទេឯងធ្វើយ៉ាងនេះគឺវាយស្មៅបង្អើលពោះហើយណាធ្វើឲ្យលីហ្វាំងមានការដឹងខ្លួនជាមុនទៅហើយផែនការយើងមិនអាចដំណើរការបានទេណាផ្ដាស់មែនរឿងនឹងគឺវាអញ្ចឹងក៏ប៉ុន្តែរឿងកន្លងផុតទៅឲ្យផុតទៅចាស់បងនិយាយជាមួយហ្វុងមិនមែនឆ្លោះគ្នាតែមួយថ្ងៃទេពីមួយថ្ងៃក៏លែងអីហើយចេននេះនាងពិតជានារីល្អបំផុតនៅក្នុងលោកមកពីអ៊ំទេសូមនាងអធិស្ឋានណាអ៊ំស្រីហេតុអីបានជាអ៊ំនិយាយយ៉ាងនេះអើយអ៊ំអត់បានការយើងប្រាជ្ញគ្របបច្ចុប្បាយតែជួយនាងមិនរួចកាលពី2ថ្ងៃមុនយើងឮហ្វុងនិយាយដែរថាយាកជាជាមួយគេរៀបចំបំពេញឯកសាររៀបការថាម៉េចបងជានឹងរៀបការជាមួយហ្វុងមែនហើយហ្គេមលើកនេះយើងពិតជាចាញ់ហ្វុងទាំងស្រុងគេដណ្ដើមយកកូនប្រុសរបស់យើងដណ្ដើមយកស៊ីយរបស់យើងអ៊ំស្រីបងជាមិនអាចរៀបការជាមួយហ្វុងបានទេហេតុអីបងជាត្រូវរៀបការជាមួយស្រីបែបនេះអ៊ំស្រីឆាប់ជួយរកវិធីដោះស្រាយទៅជានេះអ៊ំស្រីប្រាជ្ញគ្របបញ្ជូបាយហើយជាងនេះយើងចង់ឲ្យនាងដាក់ថ្នាំទៅជាយាកទៀតផងក៏ប៉ុន្តែទីបំផុតយើងនៅតែចាញ់ក្នុងដៃហ្វុងយាកជារបស់ខ្ញុំអ្នកណាក៏ដណ្ដើមមិនបានដែរហ្វុងប្រហែលថ្ងៃនេះនាងត្រូវតែប្រយ័ត្នប្រយែងណាយប់ឡើងកុំទៅណាសោះមិនអីទេអ្នកណានិយាយរងនាងក៏ដោយនាងមិនបាច់រវល់ជាមួយនឹងគេទេលោកយ៉ាងម៉េចណាខ្ញុំមិនមែនកូនក្មេងឯណាចេះតែផ្ដាំហើយផ្ដាំទៀតដូចជាចម្លែកពេកហើយខ្ញុំមិននិយាយហើយតាខ្ញុំតែងតែយកសំអាក្រក់ភ្នែករបស់ខ្ញុំចេះតែញាក់អារម្មណ៍ដូចជាមិនស្ងប់តទៅសោះលោកដូចជាអបិយជំនឿពេកហើយខ្ញុំជាមនុស្សសម័យបុរាណអ្វីនៅក្នុងលោកនេះគឺតែងតែមានការជាប់ពាក់ព័ន្ធនឹងគ្នាជំពាក់ជំពិនគ្នាហ្វុងត្រូវចាំអ្វីដែលខ្ញុំបាននិយាយណាខ្ញុំដឹងហើយហ្វុងអរគុណនាងលោកធ្វើអីហ្នឹងដូចច្រឡំសតិអញ្ចឹងខួរក្បាលលោកមានបញ្ហាស្រីល្ងងចង់ឲ្យគេជេរទើបនាងសប្បាយចិត្តមែនទេនេះគឺជាលោកពិតប្រកបបានហើយទៅផ្ទះវិញទៅកុំភ្លេចលេបថ្នាំឲ្យសោះនេះបាយល្មងរបួសដោយសារតែគេលួចវាយហេតុអីក៏ហត់នៅនាងហ្វុងថាគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងអាកពើឯងមិនយល់ទេរឿងនេះតែខាងកុំឲ្យនាងដឹងអសោះណាបានអញ្ចឹងទេនាងបារម្ភខ្លាំងណាស់ណាទៅខ្ញុំក៏មិនដឹងដែរប៉ុន្តែយើងបានបាញ់ថ្នាំមួយយ៉ាងទៅលើក្បាលរបស់គេទៅហើយពណ៌នោះគឺលាងមិនចេញទេឯងត្រូវយកចិត្តទុកដាក់បន្តិចផងឬទេបាទខ្ញុំមកបងប្អូនតាមរកឲ្យឆែកគ្រប់ទីកន្លែងតាមរកឲ្យទាល់តែឃើញនឹងណា
ប៉ុន្តែស្រាវជ្រាវរឿងនេះប្រហែលជាមានការលំបាកបន្តិចបកលខ្ញុំមកខ្ញុំចាត់ការបានល្អអាកពើសភាពការពេលនេះមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទេជាដំបូងពួកយើងត្រូវទៅតាមរកលីជាយីឲ្យឃើញសិនរកយ៉ាងម៉េចទៅសំខាន់គឺការពារហ្វុងឲ្យបានល្អល្បងហេតុអីមិនយករឿងពិតប្រាប់នៅនាងសៀវហ្វុងទៅហេតុអីទៅនោះមិនបានទេយើងបារម្ភពីសមត្ថភាពរបស់នាងណាម្យ៉ាងទៀតណាទៅវិញ5មនុស្សនៅក្នុងភូមិគ្រឹះឈប់ធ្វើការទាំងអស់គ្នាទៅរៀបចំពួកគេឲ្យបានស្រួលហេតុអីទៅកុំសួរច្រើនពេកតែយើងនេះហ្វាញយ៉ាងម៉េចហ្នឹងគ្មានអីទេរបួសបន្តិចបន្តួចពី3ថ្ងៃក៏ជាទៅហើយស៊ីហ្វុងអូននៅទីនោះថែរក្សាគេរហូតណាគេគ្រោះថ្នាក់ចរាចរណ៍ខ្ញុំទៅមើលគេតាមធម្មតាទេប៉ុន្តែអូនដឹងទេបើសិនមិនជាថ្ងៃកំណត់របស់បងអូនសន្យាជាមួយបងជុំមានការពាក់ព័ន្ធជាមួយលីហ្វាងទៀតហើយខ្ញុំគ្មានពាក់ព័ន្ធជាមួយគាត់ទេក្នុងនាមជាមិត្តភក្តិប៉ុណ្ណាប្រុសនឹងស្រីគ្មានមិត្តភក្តិទេអូនយល់បានច្បាស់អូនជាកូនរបស់បងយល់ហើយអូនចេញពីផ្ទះទៅរកអ្នកផ្សេងនោះបានន័យថាយ៉ាងម៉េចទៅហេតុអីបានជាបងនិយាយយ៉ាងនេះរាត្រីល្អសុកត្រូវលីហ្វាងមករំខានទាំងអស់រាត្រីល្អសុកមិនមែនលីហ្វាំងមកបំផ្លាញទេគឺលីងចេនីមករំខានបងសន្យានឹងខ្ញុំតែយើង2នាក់ទេហេតុអីក៏លីងចេនីមកហើយនៅពីមុខខ្ញុំរំលឹករឿងវ័យកុមាររបស់អ្នកទាំងពីរទៀតតើបងមានឃើញខ្ញុំទេបងខ្ញុំនិយាយខុសត្រង់ណាទេសៀវហ្វុងបងមិននឹកស្មានទេអូនមួយបង្កាច់បងអញ្ចឹងតាមមើលមិនខុសពីជានេះនិយាយទេស្រីដែលស្មោះនឹងយើងនោះដាច់ខាត់មិនមែនខ្លួនមួយជិះទូកពីរទេជានេះគឺជានេះទៀតហើយបើសិនជាបងយល់ថាគេល្អបងទៅរកគេទេលីហ្វាងសុំទៅខ្ញុំនិយាយពាក្យសុំទោសជាមួយខ្ញុំទៀតទៅណានិយាយពាក្យសុំទោសជាមួយខ្ញុំវាគួរតែខ្ញុំជាអ្នកនិយាយទេលើមុននាងត្រូវរបួសខ្ញុំមិនបានទៅផ្ទះជួយតាន់ពេលខ្ញុំមានការស្ដាយណាស់មានរឿងអីគួរឲ្យស្ដាយខ្ញុំគ្រាន់តែរបួសស្រាលប៉ុណ្ណឹងម្យ៉ាងទៀតបើសិនជាលោកត្រឡប់មកវិញខ្ញុំរំភើបក្នុងចិត្តពេកចង់រៀបការជាមួយលោកគិតយ៉ាងម៉េចទៅលោកប្រកាសជាគ្មានសង្ឃឹមនៅជាមួយសិននេះនេះគេហៅថាមនុស្សដឹងខ្លួនភ្ញាក់រលឹកតាន់ពេលតែប៉ុណ្ណឹងខ្ញុំបានខំពេលម្ដងសម្រាប់មនុស្សសំខាន់បំផុតសម្រាប់ខ្ញុំពីពេលនេះតទៅណាខ្ញុំមិនលះបង់ងាយទេខ្ញុំដាច់ខាត់ដណ្ដើមយកនាងពីដៃជាយាឲ្យតតែបាននាងចាំតែមើលចុះការពិតណាយាជាជាមួយនឹងជានេះគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះពួកគេនៅជាមួយនឹងគ្នាញ៉ាំបាយ2-3ពេលមើលចោះពេលនេះខ្ញុំក៏អញ្ជើញនាងមកផឹកស្រាដែរឬមួយថានាងមានគំនិតអីផ្សេងទៀតចំពោះខ្ញុំដែរហ្នឹងតើលោកជាមិត្តរបស់ខ្ញុំទេតើជាបងប្អូនខ្ញុំទេមកពីលោកមិនឃើញគេទាំងពីរគឺយ៉ាងណា
ថ្ងៃនេះជានីជូនកបាត់កឲ្យតែយាកជាថ្ងៃស្អែកយាកជាជូនខ្សែដៃមួយខ្សែឲ្យតែជានីជូនទៅជូនមកយ៉ាងនេះខ្ញុំពិតជាទ្រាំមិនបានទេមកចាខ្ញុំមានដាល់ជូនអីឲ្យតែលោកទីគេគ្រាន់តែញ៉ាំបាយ2 3 ដងនាងខឹងយ៉ាងនេះទៅហើយកាលនោះខ្ញុំមានមនុស្សស្រីច្រើនយ៉ាងនេះហេតុអីបានជានាងមិនឃើញខឹងនឹងខ្ញុំសោះអញ្ចឹងលោកមានស្រីឬអត់មានអីតាក់ទងនឹងខ្ញុំហើយថ្ងៃក្រោយនិយាយស្ដីអីក៏ដោយឲ្យថ្លៃធ្នូបន្តិចតើបានដែរទេកុំប្រើពាក្យអាក្រក់កុំឲ្យខ្ញុំឈឺចាំនាងនៅជាមួយនឹងយាជាគឺនិយាយយ៉ាងនេះដែរមែនទេហើយដូច្នេះហើយជានេះគេទៅដើមជាមួយនាងនិយាយតែផ្ដាប្រាប់លោកតាចាស់ពេលដែលខ្ញុំនៅជាមួយយាជាមិនដែលអញ្ចឹងទេខ្ញុំគឺជានារីសុភាពត្រឹមត្រូវណាសុភាពយ៉ាងម៉េចពិតជាសុភាពរំទុំណាម៉ាលីហ្វាងខ្ញុំស្ទើរតែតស៊ូមិនរួចហត់ណាស់ណាពិបាកចិត្តណាស់លោកឈួតតែដឹងលោកដឹងថាខ្ញុំហើយលោកមកកំដរខ្ញុំលោកនៅតែល្អនឹងខ្ញុំបើសិនជាលោកបាញ់ពីខ្ញុំគ្មានអ្នកណាល្អនឹងខ្ញុំទេយើងទាំងពីរពិតជាដូចគ្នាមែននៅក្នុងโลกនេះគ្មានញាតិសន្តានលំបាកជឿចាប់រកគេនិយាយលេងក៏គ្មានសំណាងល្អណាស់ខ្ញុំមានប្រយោជន៍បន្តិចបន្តួចទៅដល់នាងខ្ញុំក៏សង្ឃឹមថានាងហៅខ្ញុំទៅបំប្រុសជារៀងរហូតនៅក្នុងโลกនេះគ្មានអ្នកណាល្អនឹងខ្ញុំទេជានេះហេតុអីនាំបងមកទីនេះបងជាបន្តិចទៀតបងដឹងហើយបងជាបងមើលទៅខ្ញុំមានមិត្តម្នាក់ចូលចិត្តមើលរឿងបងលីហ្វាំងណាចិត្តដល់គេជួបលីហ្វាំងនៅទីនេះគេក៏ទូរស័ព្ទឲ្យខ្ញុំថាលីហ្វាំងនៅជាមួយនឹងស្រីម្នាក់ពេលដំបូងខ្ញុំមិនជឿទេតែមិននឹកស្មានថាគេពិតជាបងស៊ីហ្វុងមែនខ្ញុំចង់ឲ្យលោកថែរក្សាខ្ញុំរហូតទោះជាមានរឿងអីកាត់ឡើងក៏ដោយត្រូវតែល្អនឹងខ្ញុំស្ដាប់បានទេទោះជាថាខ្ញុំមិនស្រឡាញ់លោកក៏លោកត្រូវតែល្អនឹងខ្ញុំមួយជីវិតដែរមិនឲ្យប្រែប្រួលឡើងតពុកដៃមួយស្មិតខ្ញុំតែនិយាយថាគេចុះចិត្តមកញ៉ាំស្រានៅទីនេះបងជីបងកំខឹងអីណាបងជីខ្ញុំជូនបងទៅផ្ទះមុនតាំងប្រទេសហើយនៅកំពុងតែធ្វើអីយាជាបងដឹងទេខ្ញុំស្គមជាងមុនឆ្ងាញ់ណាស់ហៅឡូអាកពើយើងផឹកជ្រុលហើយអាចមកទទួលយើងផងណា
មកទៅខ្ញុំលេហ្វាងហេតុអីបានជាឯងល្អនឹងខ្ញុំយ៉ាងនេះពីព្រោះខ្ញុំស្រឡាញ់នាងឯងនិយាយទៅមើលយាយជាគេស្រឡាញ់ជានេះមែននេះអត់ទេគេមានជានេះចំណែកខ្ញុំគិតយ៉ាងម៉េចកុំបារម្ភអីមានខ្ញុំនៅខ្ញុំល្អចំពោះនេះឯងល្អបានការអីឯងមិនមែនយាយជាឯណាយើងធ្លាប់លើកចំនួនឲ្យនាងរួចនិយាយផ្ដាស់ទៀតហើយបងជីអែកុំគិតរឿងមិនសប្បាយចិត្តទៀតខ្ញុំទៅចាក់ទឹកជូនបងណាបងយានេះញ៉ាំទឹកទៅបងយាការប៉ិនខ្ញុំក៏មានការពិបាកចិត្តដែរបងសៀហ្វុងចាំមែនហើយគេជាកូននឹងបងគេគួរតែនៅផ្ទះមើលថែរក្សាបងរាល់ថ្ងៃហេតុអីតែផឹកស្រាជាមួយនឹងលីហ្វាងបងយាបងល្អនឹងបងសៀហ្វុងយ៉ាងនេះប៉ុន្តែគាត់ធ្វើយ៉ាងនេះគាត់មិនសមនឹងបងទេសៀហ្វុងគេមិនដូចឯងស្មានទេបងយីខ្ញុំក៏ដឹងដែរបងសៀហ្វុងក្នុងចិត្តបងវាសំខាន់ណាស់ប៉ុន្តែបងសៀហ្វុងវិញបងពិតជាសំខាន់ចំពោះគាត់ដែរទេខ្ញុំនៅទីនេះបានប្រហែលថ្ងៃម្ដងណាក៏ខ្ញុំឃើញគេនៅជាមួយលីហ្វាងដែរឲ្យតែជាមនុស្សស្រីមើលដឹងហើយនៅចំពោះមុខបរិសុទ្ធដែលខ្លួនឯងស្រឡាញ់តើមានស្នាមញញឹមស្រស់យ៉ាងនេះជានេះសៀហ្វុងនិងលីហ្វាងគឺជាមិត្តធម្មតាទេហាត់អីក្តៅម្ល៉េះបងយីបងមិនអីទេអីជានេះកុំប៉ះបងជានេះបងដូចជាមិនស្រួលទេបងទៅសម្រាប់ហើយឯងប្រញាប់ទៅវិញទៅអេបងជីខ្ញុំជួយលើកបងប្រយ័ត្នផងណាប្រយ័ត្នប្រយែងមកអង្គុយទៅបងមិនអីទេខ្ញុំទៅចាក់ទឹកជូនបងខ្ញុំទៅចាក់ទឹកឲ្យបងមកភ្លេងសៀហ្វុងអូនមកវិញហើយខ្ញុំទៅចាក់ទឹកសិនសៀហ្វុងកុំទៅចាក់បងស្ដាប់បានទេបងសូមបងកុំទៅចោលបងខ្ញុំមិនទៅចោលបងទេខ្ញុំឈប់បាយពីបងទៀតហើយសៀហ្វុងបងស្រឡាញ់អូន
ស្អាយឡើងណាខ្ញុំជួយនាងទៅញ៉ាំស្រាទៀត ចាហើយគេទៅជាមួយផងនេះ បាយបាយ បាយបាយ បាយបាយស្លាមអីហ្វង បាយបាយ អាកពើចាំពីស្អែកទៅការពារហ្វងគ្រប់ពេលវេលាកុំឃ្លៀតពីនាងអសោះ កុំព្រួយលបង ខ្ញុំមានដើរទិញស្បែកជើងនេះពីកាលណាមកយាយជា